ខ្ញុំចង់លើកអំពីអារម្មណ៍របស់ខ្ញុំចំពោះភពផែនដីចំពោះជីវិតមនុស្សសត្វទាំងអស់ដែលកើតលើភពផែនដីសម្រាប់ខ្ញុំផ្ទាល់ដែលពិចារណាតាមតម្រុយរបស់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើងខ្ញុំឃើញថាជីវិតដែលកើតលើផែនដីនេះរងទុក្ខខ្លាំងណាស់បងប្អូនវាគ្មានអ្វីដែលអាចជួយឲ្យមនុស្សនឹងមានភាពកក់ក្ដៅនៅក្នុងជីវិតនឹងក្រៅអំពីសេចក្តីស្រឡាញ់ឡើយទ្រព្យសម្បត្តិគេឈ្មោះលុយឡានវិឡាមិនជួយឲ្យជីវិតនៅលើភពផែនដីនឹងមានភាពកក់ក្ដៅឡើយមានតែសេចក្តីស្រឡាញ់មួយគត់ដែលអ្នកទទួលបានសេចក្តីស្រឡាញ់ពលត្រូវនៅសេចក្តីស្រឡាញ់នោះពួកគេមានអារម្មណ៍ថាកក់ក្ដៅឡានម៉ូតូគេឈ្មោះកិត្តិយសដែលអ្នកបាននៅខាងក្រៅផ្ដល់ឲ្យអ្នកនៅភាពសប្បាយមួយផ្លែតជួនកាលអ្នកមានច្រើនពេកទ្រព្យសម្បត្តិលុយឡានកិត្តិយសទាំងអស់ហ្នឹងវាคล้ายទៅជារឿងធម្មតាវាคล้ายទៅជារឿងអបសុខសម្រាប់ជីវិតទៅទៀតក៏ប៉ុន្តែចំពោះសេចក្តីស្រឡាញ់វិញភាពកក់ក្ដៅមានលក្ខណៈងុំមានលក្ខណៈឆ្អែតនៅក្នុងអារម្មណ៍ហើយគឺជាអ្វីដែលមនុស្សទាំងអស់ក្នុងពិភពលោកគួរតែមានពីព្រោះដោយខ្ញុំនិយាយខាងដើមថាជីវិតលើភពផែនដីមានភាពរហែករហោកមានភាពឯកោខ្លាំងណាស់មិនត្រឹមតែសង្គមខ្មែរទេក៏ប៉ុន្តែសង្គមបរទេសក៏ដូចគ្នាដែរជីវិតគ្មានភាពកក់ក្ដៅទេកុំថាប្រទេសយើងជាប្រទេសក្រីក្រសូម្បីតែលោកខាងលិចដែលសម្បូរទៅដោយទ្រព្យសម្បត្តិពួកគេរស់នៅក្នុងលោកសម្ភារៈក៏ប៉ុន្តែជីវិតរបស់គេគ្មានភាពកក់ក្ដៅឡើយខ្ញុំទទួលអារម្មណ៍ថាភពផែនដីនេះសាហាវខ្លាំងណាស់ធម្មជាតិនេះសាហាវខ្លាំងណាស់នៅក្នុងពេលដែលរស់មិនបានផ្ដល់ឲ្យយើងនៅភាពសុខស្រួលភាពកក់ក្ដៅភាពឆ្អែតភាពស្កប់ស្កល់នៅក្នុងអារម្មណ៍ឡើយប៉ុន្តែបានផ្ដល់នូវភាពអន្ទះអន្ទែងភាពឯកោភាពសោកសៅការប្រត់ព្រះនិរិះដែលជាអារម្មណ៍ឈឺចាប់ជាអារម្មណ៍មិនគួរជាទីពេញចិត្តឲ្យមនុស្សទូទៅក្នុងលោកពេលដែលខ្ញុំពិចារណាអំពីជីវិតបែបហ្នឹងទៅខ្ញុំយល់ថាមានតែសេចក្តីស្រឡាញ់ទេដែលជួយឲ្យជីវិតមានភាពកក់ក្ដៅតាមលទ្ធភាពដែលយើងអាចធ្វើបាននៅក្នុងលក្ខណៈរបស់ធម្មជាតិដែលកើតសាហាវនេះ